បងប្អូនគ្នាឥឡូវយើងមកដល់ស្រាយលំហាត់នេះមួយ8បូកឲ្យនឹង8ចែក8បូក8គុណ8ដក8អញ្ចឹងមកមើលទៅមានអារម្មណ៍ថាអត់សូវពិបាកទេលំហាត់ហ្នឹងណាអញ្ចឹងយើងឃើញថានៅក្នុងលំហាត់មួយហ្នឹងគឺវាមានប្រមាណធីដល់ទៅ4មានបូកមានចែកមានគុណមានដកអញ្ចឹង4ប្រមាណធីនៅក្នុងនឹងទាំងអស់អញ្ចឹងរបៀបដោះស្រាយចំនួនប្រមាណធីបូកដកដែលមានបូកដកគុណចែកនៅក្នុងហ្នឹង4ប្រមាណធីនៅក្នុងហ្នឹងគឺយើងត្រូវធ្វើតាមលំដាប់មានថាធ្វើប្រមាណវិធីគុណឬមួយក៏ចែកមុនអញ្ចឹងបើយើងមើលទៅគុណឬមួយក៏ចែកមានគុណមានចែកកន្លែងនេះមួយមានគុណកន្លែងនេះមួយណាអញ្ចឹងមានចែកនេះមួយមានគុណនេះមួយយើងធ្វើអាណាមុនទៀតចាចំពោះប្រមាណវិធីបើសិនជាមានចែកហើយនឹងគុណគឺយើងត្រូវធ្វើចែកហើយនឹងគុណដូចគ្នាហើយប៉ុន្តែសំខាន់យើងធ្វើពីណាទៅណាយើងត្រូវដឹងអានឹងដែរអញ្ចឹងយើងត្រូវធ្វើប្រមាណវិធីហ្នឹងពីឆ្វេងទៅស្ដាំមាន4ប្រមាណវិធីចូលគ្នាយើងធ្វើគុណឬមួយក៏ចែកមុនប៉ុន្តែគ្រប់ប្រមាណវិធីគឺយើងត្រូវធ្វើពីឆ្វេងទៅស្ដាំអញ្ចឹងមានថាយើងត្រូវធ្វើ8ចែកឲ្យ8នេះមុនណាអញ្ចឹងឥឡូវតោះយើងគិតទាំងអស់គ្នាកន្លែងនេះ8ហើយបូកនឹងយើងទុកដដែលសិនមិនតន់អាចគិតវាកន្លែងនេះគឺចែកអញ្ចឹងយើងត្រូវយក8នឹងចែក8សិនមក8ចែក8គឺស្មើ1សញ្ញាបូកបន្ទាប់មកយើងធ្វើប្រមាណទី8គុណនឹង8ម្ដងអញ្ចឹង8គុណនឹង8គឺស្មើនឹង64អញ្ចឹងកន្លែងនេះដាក់64ប្រមាណទីចុងក្រោយគឺដក8នេះចុងក្រោយគឺយើងនៅសល់តែប្រមាណទីបូកហើយនឹងប្រមាណទីដកអីអញ្ចឹងប្រមាណទីបូកនិងប្រមាណទីដកនៅជាមួយគ្នាយើងអត់ប្រកាន់តែទៅធ្វើណាគេមុនទេតែយើងត្រូវដឹងថាយើងត្រូវធ្វើប្រមាណទីហ្នឹងគឺពីឆ្វេងទៅស្ដាំដោយប្រមាណទីគុណឬមួយក៏ចែកដូចគ្នាដែរអញ្ចឹងពីឆ្វេងទៅស្ដាំអញ្ចឹងមានថាយើងស៊ីសងពីនេះទៅអញ្ចឹង8បូកឲ្យនឹង1 9បូកឲ្យនឹង64វាស្មើ73ចាអញ្ចឹងប៉ុណ្ណេះយើងស៊ីសងប៉ុណ្ណេះគឺ73ហើយបន្ទាប់មកបានយើងដក8មកអញ្ចឹងយក73ដក8ចេញនៅសល់ប៉ុន្មានអញ្ចឹងចាចម្លើយគឺឃើញ65ជាមានថាចម្លើយត្រឹមត្រូវរបស់យើងគឺអក្សរចាអក្សរ B